សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីការធ្វើ event នៅក្នុង game Viewing Meet ដោយ event នេះគឺតម្លាក់ថ្ងៃទី23ខែ5រហូតដល់ថ្ងៃទី20ខែ6ហើយនៅក្នុង event នេះដែរមាន3 mission ដែលយើងអាចធ្វើបានទី1គឺផលិតកម្រងផ្កាដើម្បីជូនក្មេងៗហើយទី2តកតងទៅនឹងការហាត់ប្រាណហើយទី3គេអត់តន់បើកឲ្យយើងធ្វើទេគេនឹងបើកឲ្យធ្វើនៅថ្ងៃទី6ខែ6អញ្ចឹងយើងមានតែរងចាំមើលតាមការចាត់ស្ដែងអញ្ចឹងឥឡូវយើងទៅមើល event ទី1តកតងទៅនឹងការធ្វើកម្រងផ្កាដើម្បីជូនក្មេងៗអញ្ចឹងបន្ទាប់ពីយើងចុចខាងស្ដាំដៃកន្លែង event ហ្នឹងវានឹងតម្លាក់ map ឲ្យយើងទៅជួបក្មេងៗហ្នឹងអញ្ចឹង map ទី1ហ្នឹងគឺនៅរាជវាំងអញ្ចឹងអ្នកទាំងអស់គ្នាដើរទៅតាម map ដែលខ្ញុំបានបង្ហាញហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងទៅដល់ហើយយើងសន្ទនាជាមួយនឹងក្មេងៗទៅគេនឹងបើកឲ្យយើងផលិតកម្រងផ្កាដើម្បីពាក់ក្បាលជូនដល់ក្មេងៗហើយតកតងទៅនឹងការផលិតកម្រងផ្កានឹងដែរគេត្រូវតម្រូវឲ្យយើងមាន item មួយចំនួនដើម្បីផលិតហើយតកតងទៅនឹង item យើងអាចដើរទិញតាម shop បានយើង select នៅលើ item មួយទៅវាមាន 4-5 shop ដែលយើងអាចចូលទៅទិញបានអញ្ចឹងណាហើយបើអ្នកទាំងអស់គ្នារកទីតាំងកន្លែងលក់អត់ឃើញទេអាច comment ឬក៏ឆាតសួរនៅក្នុង group បានចាំខ្ញុំប្រាប់តាមក្រោយទៀតហើយចំពោះ link group Telegram គឺខ្ញុំបានដាក់នៅខាងក្រោមអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង group Telegram បានដើម្បីសាកសួរព័ត៌មានបន្ថែមទៀតហើយខ្ញុំក៏មានលក់ account មានការដាក់លុយនៅក្នុង game បើអ្នកទាំងអស់គ្នាត្រូវការអាចតាក់ទងតាម group Telegram នឹងបានអញ្ចឹងយើងចូលទៅ event បន្ទាប់គឺកន្លែងហាត់ប្រាណអញ្ចឹងយើងចូលទៅកន្លែង event យើងចុចខាងស្ដាំដៃខាងក្រោមហ្នឹងទៅគេនឹងតម្លាក់ map ឲ្យយើងទៅហើយចំពោះការហាត់ប្រាណហ្នឹងដែរគឺគេមានកន្លែងហាត់ចំនួន2អញ្ចឹងយើងហាត់ទាំងពីរកន្លែងហ្នឹងទៅហើយតើតើទៅនឹងការហាត់ប្រាណហ្នឹងដូចជាយើងលេងភ្លេងដែរទេវាអត់សូវខុសគ្នាប្រហែលទេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ